មេត្រា443បទសន្និដ្ឋិភាពជាមួយបរទេសបទសន្និដ្ឋិភាពជាមួយបរទេសគឺជាអំពើត្រូវរើគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេសឬភ្នាក់ងារបរទេសដើម្បីបង្កើតឲ្យមានអំពើបន្ទោសរាយឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងប្រជាជាតិកម្ពុជាបទសន្និដ្ឋិភាពជាមួយបរទេសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី15ទៅ30ឆ្នាំមាត្រា444បទប្រកុលឲ្យរដ្ឋបរទេសនៅមធ្យោបាយធ្វើការប្រទុសរាយឬឈ្លានពានអំពើប្រកុលឲ្យរដ្ឋបរទេសឬភ្នាក់ងារបរទេសនៅមធ្យោបាយសម្រាប់ធ្វើការបន្ទោសរាយឬឈ្លានពានប្រឆាំងនឹងប្រជាជាតិកម្ពុជាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី15ទៅ30ឆ្នាំមាត្រា445បទប្រកុលឲ្យរដ្ឋបរទេសនៅព័ត៌មានជាអាចដែលធ្វើឲ្យអន្តរាយការពារជាតិអំពើប្រកុលឬធ្វើឲ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេសឬភ្នាក់ងារបរទេសនៅព័ត៌មានវិធីវត្ថុឯកសារទិន្នន័យព័ត៌មានជាឬសាលាក្បត់ដែលអាចធ្វើអន្តរាយការពារជាតិត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី7ឆ្នាំទៅដល់15ឆ្នាំយើងជួបគ្នាវីដេអូបន្ទាប់មាត្រា446